អ៊ំប្រុសរបស់ខ្ញុំធ្លាប់ជាមនុស្សរឹងមាំជាមេគ្រួសារដែលឧស្សាហ៍ព្យាយាមនិងមានសុខភាពល្អបរិបូរណ៍គាត់មិនសូវជឿលើរឿងអបិយជំនឿទេតែងតែមានះនិងមានគំនិតឆ្វេងយល់តាមបែបហេតុផលជានិច្ចប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរគ្រប់យ៉ាងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះអាការៈរបស់គាត់ចាប់ផ្ដើមធ្លាក់ចុះខ្សោយគួរឲ្យកត់សម្គាល់គាត់ឧស្សាហ៍ត្អូញត្អែថាឈឺក្បាលងងឹតមុខនិងមានអារម្មណ៍ធ្ងន់ធ្ងរទៅតាមកញ្ចឹងកហាក់ដូចជាមាននរណាម្នាក់កំពុងតែអង្គុយពីលើករបស់គាត់គ្រប់ពេលវេលាដំបូងឡើយគ្រួសារគាត់គិតថាគ្រាន់តែគាត់ធ្វើការហួសកម្លាំងយើងបាននាំគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពគ្រប់យ៉ាងតែលទ្ធផលចេញមកគឺគាត់គ្មានជំងឺអ្វីទាំងអស់រាងកាយរបស់គាត់នៅខាងក្នុងគឺធម្មតាតែសភាពខាងក្រៅបែរជារួញស្វិតស្បែកប្រែជាស្លេកស្លាំងហើយកែវភ្នែករបស់គាត់ដែលធ្លាប់តែមុតស្រួចពេលនេះបែរជាសោះកក្រោះមើលទៅរវើរវាយគ្មានវិញ្ញាណអ្វីដែលកាន់តែចម្លែកគឺគាត់ចាប់ផ្ដើមខ្លាចពន្លឺថ្ងៃចូលចិត្តសំងំក្នុងបន្ទប់ដែលងងឹតនិងតែងតែលួចនិយាយម្នាក់ឯងខ្សឹបនៅឯជ្រុងបន្ទប់អ្នកជិតខាងចាស់ទុំដែលមានបទពិសោធន៍ខាងភ្លើងងងឹតបានមកអាត់មើលគាត់ហើយប្រាប់គ្រួសារគាត់ថារាងកាយនេះអត់មានជំងឺលោកីអីទេគឺច្បាស់ជាត្រូវអំពើរបស់គេហើយអំពើនេះមិនមែនលេងសើចទេគេធ្វើដាក់ឲ្យស្លាប់តែម្ដងការសន្និដ្ឋាននេះបានធ្លាក់មកសង្កត់ផ្លូវចិត្តគ្រួសារទាំងមូលឲ្យធ្លាក់ចូលទៅក្នុងសភាពភ័យរន្ធត់និងការព្រួយបារម្ភយ៉ាងសម្បើមអាការៈរបស់អ៊ំប្រុសខ្ញុំកាន់តែធ្ងន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃគាត់ចាប់ផ្ដើមបាត់បង់ការចងចាំភ្លេចឈ្មោះប្រពន្ធភ្លេចឈ្មោះកូនសូម្បីតែបាយទឹកក៏គាត់មិនព្រមហូបដោយចោទប្រកាន់ថាមានគេដាក់ថ្នាំបំពុលគាត់ពេលយប់ឡើងគឺជាពេលវេលាដែលរន្ធត់បំផុតសម្រាប់គ្រួសារម៉ោងប្រហែលជាមួយរំលងអាធ្រាត្រខណៈពេលដែលអ្នកគ្រប់គ្នាកំពុងតែដេកលក់គាត់តែងតែភ្ញាក់ឡើងបើកទ្វារដើរចេញពីក្រៅផ្ទះទាំងភ្នែកបើកធំតែមិនដឹងខ្លួនដូចជាមនុស្សមកមើលដើរអញ្ចឹងយប់មួយខ្ញុំនិងបងប្អូនជីដូនមួយត្រូវទៅយាមគាត់ពួកយើងកំពុងអង្គុយទាំងងងុយដេកនៅខាងមុខបន្ទប់របស់គាត់ស្រាប់តែឮសំឡេងទ្វាររបើកក្រាកអ៊ំប្រុសដើរចេញមកក្រៅទឹកមុខរបស់គាត់តានតឹងភ្នែកសម្លឹងត្រង់ទៅមុខដោយមិនប្រព្រឹត្តសូម្បីតែមួយដងគាត់បោះជំហានយឺតមួយជំហានម្ដងសម្ដៅទៅរកទ្វាររបងមុខផ្ទះខ្ញុំស្ទុះទៅចាប់ដៃគាត់ទាញគាត់ឲ្យមកវិញប៉ុន្តែដៃរបស់គាត់រឹងនិងត្រជាក់ដូចតកកកម្លាំងរបស់គាត់ខ្លាំងខុសពីមនុស្សទូទៅគាត់បានច្រានខ្ញុំដួលទៅនឹងដីរួចក៏បន្តដំណើរទៅមុខទៀតពួកយើងប្រញាប់រត់តាមគាត់ពីក្រោយឃើញគាត់ដើរសម្ដៅទៅរកគុម្ពឫស្សីដងងងឹតមួយនៅខាងមុខផ្ទះគាត់ឈប់ស្ងៀមនៅទីនោះរួចងើបមុខឡើងសម្លឹងទៅកាន់មែកឫស្សីដ៏ខ្ពស់គាត់ចាប់ផ្ដើមនិយាយរអ៊ូរទាំតែម្នាក់ឯងតែសំឡេងដែលឮចេញមកនោះមិនមែនជាសំឡេងគាត់ទេវាគឺជាសំឡេងគ្រលួចនិងស្អករបស់មនុស្សចំណាស់ម្នាក់ផ្សេងទៀតហៅអញទៅណាអញទៅហើយកុំទាញអញគាត់រអ៊ូទាំងទឹកភ្នែកហូរស្រក់ពេលពួកយើងយកពិលបញ្ចាំងទៅកន្លែងដែលគាត់កំពុងតែសម្លឹងមើលនោះអ្វីដែលយើងបានឃើញគឺមានត្រឹមតែភាពងងឹតសូន្យសុងនិងមែកឫស្សីដែលកំពុងតែរេតាមខ្យល់ប៉ុន្តែអ៊ំប្រុសបែរជាលើកដៃចង្អុលហើយប្រាប់ពួកយើងថាឃើញទេគេមកយកអញហើយគេលើកខ្សែមកឲ្យអញហើយសម្ដីនេះធ្វើឲ្យពួកយើងព្រឺក្បាលខ្ញាក់រួចប្រញាប់នាំគ្នាគ្រាអូសទាញគាត់ចូលទៅក្នុងផ្ទះវិញទាំងត្រដាបត្រដួសដោយសារស្ថានភាពកាន់តែតានតឹងនិងហួសពីការគ្រប់គ្រងគ្រួសារខ្ញុំបានសម្រេចចិត្តអញ្ជើញគ្រូអាគមដែលមានឈ្មោះបោះសម្លេងម្នាក់មកជួយរំដោះគ្រោះគ្រូអាគមនោះគ្រាន់តែឈានជើងចូលមកដល់ក្នុងផ្ទះភ្លាមគាត់ក៏ឈប់ងក់ទឹកមុខរបស់គាត់ប្រែជាប្រុងប្រយ័ត្នគាត់រអ៊ូតិចថាក្លិនឆ្អាបខ្លាំងណាស់អំពើនេះគេយករបស់ស្មោកគ្រោកនិងដីចាស់ពីបច្ឆាមកធ្វើវាមិនព្រមទៅណាទេវាចង់បានជីវិតតែម្ដងគ្រូបានរៀបចំពិធីកាត់គ្រោះនិងស្រោចទឹកមន្តយ៉ាងកក្រឹកកក្រែងនៅកណ្ដាលផ្ទះពេលដែលគ្រូចាប់ផ្ដើមសូត្របាលីនិងយកខ្សែសីមាទៅចងកដៃអ៊ំប្រុសអាការៈរបស់គាត់ក៏ប្រែប្រួលភ្លាមអ៊ំប្រុសដែលធ្លាប់តែទន់ខ្សោយស្រាប់តែមានកម្លាំងឬបំរាស់យ៉ាងខ្លាំងក្លាភ្នែករបស់គាត់ក្រឡោតក្រហមទុំសម្លក់គ្រូដោយកំហឹងគាត់ស្រែកគំហកសំឡេងខ្លាំងដែលស្ដាប់ទៅដូចជាសំឡេងមនុស្សច្រើននាក់
បន្លឺឡើងក្នុងពេលតែមួយពួកឯងកុំមកចង់ដៃអញអាសត្វនេះជារបស់អញវាជំពាក់អញគាត់ស្រែកបណ្ដើរខំប្រឹងកន្ត្រាក់ផ្ដាច់ខ្សែសីមាបណ្ដើរការប្រទីងប្រទង់រវាងអំណាចបាលីនិងកម្លាំងអំពើខ្មៅបានអូសបន្លាយអស់រាប់ម៉ោងទឹកមុនដែលគ្រូប្រោសស្រោចលើខ្លួនគាត់ហាក់ដូចជាទឹកក្តៅពុះដែលធ្វើឲ្យរាងកាយរបស់គាត់ឡើងកន្ទួលក្រហមនិងហុយផ្សែងទីបំផុតក្រោមអំណាចបាលីដ៏រឹងមាំអ៊ំប្រុសក៏ទន់សរសៃរួចក៏ដួលសន្លប់បាត់ស្មារតីទៅលើកន្ទេលគ្រូបានជូតញើសរួចប្រាប់គ្រួសារខ្ញុំដោយសំឡេងនឿយហត់ថាខ្ញុំទប់វាបានតែមួយគ្រាទេអំពើនេះចូលស៊ីដល់ឆ្អឹងហើយត្រូវតែមានមនុស្សយាមគាត់ឲ្យជាប់24ម៉ោងលើ24ម៉ោងកុំឲ្យគាត់នៅម្នាក់ឯងឲ្យសោះព្រោះវិញ្ញាណនោះវានៅតែរងចាំឱកាសដើម្បីអូសទាញគាត់យកទៅទោះបីជាមានការប្រុងប្រយ័ត្ននិងចាត់ចែងមនុស្សឲ្យយាមគាត់ទាំងយប់ទាំងថ្ងៃយ៉ាងណាក្តីក៏កម្លាំងអរូបីតែងតែមានវិធីដើម្បីបញ្ឆោតភ្នែកមនុស្សជានិច្ចរាត្រីមួយដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងលីឡំនឹងផ្គររន្ទះបាញ់ក្រហមយ៉ាងកក្រើកដីគឺជាពេលវេលាដែលអំណាចងងឹតមានឥទ្ធិពលបំផុតយប់នោះគឺជាវេនម្ដាយមីងរបស់ខ្ញុំជាអ្នកយាមគាត់ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកម្ដាយមីងមានអារម្មណ៍រងានិងងងុយដេកយ៉ាងខ្លាំងគាត់ក៏បានលងលក់មួយភាំងដោយមិនដឹងខ្លួននៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងរន្ទះបានបាញ់បន្លឺសំឡេងផាំងផាំងបំភ្លឺផ្ទៃបន្ទប់មួយវិនាទីអ្វីដែលគាត់បានឃើញគឺគ្រែរបស់អ៊ំប្រុសទទេស្អាតភួយត្រូវបានបោះចោលទៅលើឥដ្ឋហើយទ្វារបន្ទប់បានបើកចំហពាក់កណ្ដាលដោយមានខ្យល់បក់ចូលមកយ៉ាងខ្លាំងម្ដាយមីងស្រែកឡូឡាដាស់មនុស្សពេញផ្ទះឲ្យភ្ញាក់ឡើងពួកយើងប្រញាប់ប្រញាល់យកពិលចង្គៀងនិងអាវភ្លៀងរត់ចេញទៅក្រៅផ្ទះដើម្បីស្វែងរកគាត់ទាំងកណ្ដាលរាត្រីខ្យល់ព្យុះភ្លៀងពួកយើងបំបីគ្នាដើររកគ្រប់ច្រកល្ហកហៅឈ្មោះគាត់យ៉ាងខ្លាំងតែគ្មានសំឡេងឆ្លើយតបឡើយភ្លៀងនៅតែធ្លាក់យ៉ាងគំហុកបានលុបបំបាត់ដានជើងរបស់គាត់ទាំងស្រុងធ្វើឲ្យការស្វែងរកប្រៀបដូចជាការរាវម្ជុលក្នុងបាតសមុទ្រខ្ញុំនិងបងប្រុសម្នាក់ទៀតបានដើររកឆ្ពោះទៅកាន់តំបន់ព្រៃក្បែរភូមិដែលជាទីតាំងងងឹតនិងពោពេញដោយដើមឈើធំពន្លឺពិលរបស់យើងបានបញ្ចាំងកាត់រនាំងទឹកភ្លៀងឃើញតែស្រមោលមេឃឈើដែលរាចុះឡើងគួរឲ្យខ្លាចរំពេចនោះក្នុងពេលដែលរន្ទះបាញ់បំភ្លឺព្រៃម្ដងទៀតកៅភ្នែករបស់ខ្ញុំបានចាប់អារម្មណ៍ឃើញស្រមោលមនុស្សម្នាក់កំពុងរត់ពួននៅក្រោយគល់ឈើដ៏ធំមួយនៅចម្ងាយឆ្ងាយពួកយើងក៏ប្រញាប់រត់សម្ដៅទៅរកទីនោះប៉ុន្តែពេលទៅដល់គ្មានឃើញនរណាម្នាក់ឡើយមានត្រឹមតែបំណែកក្រណាត់អាវរបស់អ៊ំប្រុសដែលរហែកតាក់ជាប់ទៅនឹងបន្លាព្រៃនេះបញ្ជាក់ថាគាត់ពិតជាបានចូលទៅក្នុងព្រៃដ៏ជ្រៅនិងងងឹតនេះមែនហើយប៉ុន្តែតើគាត់មានកម្លាំងអ្វីអាចរត់លឿនក្នុងស្ថានភាពបែបនេះទៅឬមួយក៏គាត់មិនមែនជាអ្នករត់ខ្លួនឯងការស្វែងរកបានបន្តរហូតដល់ព្រឹកព្រលឹមភ្លៀងក៏ចាប់ផ្ដើមរាំងស្ងួតអ្នកភូមិរាប់សិបនាក់បានជួយចេញមកស្វែងរកដែរប៉ុន្តែនៅតែមិនឃើញតម្រុយអ្វីសោះក្តីសង្ឃឹមរបស់គ្រួសារយើងចាប់ផ្ដើមរលត់ម្ដងបន្តិចជំនួសមកវិញនៅក្តីអស់សង្ឃឹមនិងការយំសោករហូតដល់ម៉ោងប្រហែល10ព្រឹកមានអ្នកកងវិលគោស្រែកហៅអ្នកភូមិយ៉ាងរន្ធត់ពីតំបន់វាលស្រែដាច់ស្រយាលមួយដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្ញុំរាប់គីឡូម៉ែត្រពួកយើងប្រញាប់រត់ទៅទីនោះទាំងដង្ហក់នៅកណ្ដាលវាលស្រែនោះមានដើមចាមួយដើមដ៏ធំមហិមាឈរយ៉ាងកណ្ដោយកណ្ដែងនិងស្ងាត់ជាងងំអ្វីដែលត្រូវបានចង់យល់ចុះឡើងនៅនឹងមេឃដ៏ធំនៃដើមចានោះបានធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះស្រឡាំងកាំងទន់ជង្គង់ដួលទាំងទឹកភ្នែកវាគឺជារាងកាយរបស់អ៊ំប្រុសខ្ញុំគាត់បានយកខ្សែដែលអ្នកភូមិប្រើសម្រាប់ចងគោទៅចងភ្ជាប់នឹងមែកឈើរួចបញ្ចប់ជីវិតខ្លួនឯងយ៉ាងអនាថអធមសាកសពរបស់គាត់យល់រេតាមខ្យល់យឺតសម្លៀកបំពាក់របស់គាត់សើមជោកនិងប្រឡាក់ទៅដោយភក់ប៉ុន្តែអ្វីដែលធ្វើឲ្យរូបភាពនេះកាន់តែគួរឲ្យរន្ធត់និងដកជាប់ក្នុងខួរក្បាលរបស់ខ្ញុំមិនអាចបំភ្លេចបាននោះគឺជាទម្រង់មុខរបស់គាត់ទោះបីជាគាត់បានស្លាប់ដោយការចងកដែលគួរឲ្យមានទម្រង់មុខឈឺចាប់ឬលៀនអណ្ដាតក៏ដោយក៏ផ្ទៃមុខរបស់អ៊ំប្រុសខ្ញុំបែរជាកំពុងញញឹមទៅវិញវាគឺជាស្នាមញញឹមដ៏ចម្លែកពោពេញទៅដោយភាពពេញចិត្តហាក់ដូចជាគាត់មិនមែនជាអ្នកបញ្ចប់ជីវិតខ្លួនឯងបែរជាវិញ្ញាណអំពើខ្មៅនោះដែលកំពុងតែសើចចំអកដាក់ពួកយើងដែលមិនអាចការពាររាងកាយនេះពីកណ្ដាប់ដៃរបស់ពួកវាបានក្របភ្នែករបស់គាត់បើកធំ
សម្លឹងចុះមកក្រោមចំកន្លែងដែលពួកយើងកំពុងឈរក្រោយពីពិធីបុណ្យសពត្រូវបានបញ្ចប់គ្រួសារយើងហាក់ដូចជារស់នៅក្នុងសុបិនអាក្រក់ដែលមិនអាចភ្ញាក់ដឹងខ្លួនឡើងទោះបីជារាងកាយរបស់គាត់ត្រូវបានបូជារួចរាល់ក៏ដោយក៏វិញ្ញាណរបស់គាត់ហាក់ដូចជាមិនទាន់ស្ងប់ស្ងាត់ឬទៅចាប់ជាតិនៅឡើយទេមានអ្នកភូមិជាច្រើនដែលបានដើរឆ្លងកាត់តំបន់ដើមចានោះនៅពេលយប់តែងតែឮសំឡេងយំសោកសឹកសួលនិងសំឡេងខ្សែគោកកិតនឹងមែកឈើឬសូរក្រេតក្រតអ្នកខ្លះថែមទាំងអះអាងថាពួកគេបានឃើញស្រមោលបុរសម្នាក់អង្គុយទម្លាក់ជើងនៅលើមែកឈើនោះដោយឮសំឡេងសើចដ៏គួរឲ្យខ្លាចផងដែរសូម្បីតែនៅក្នុងផ្ទះរបស់ខ្ញុំផ្ទាល់ជួនកាលនៅពេលពាក់កណ្ដាលអាធ្រាត្រពួកយើងនៅតែឮសំឡេងបោះជំហានធ្ងន់ធ្ងរដើរអូសជើងកាត់តាមមុខបន្ទប់ដែលជាទម្លាប់ដើររបស់គាត់កាលដែលគាត់នៅមានជីវិតរឿងរ៉ាវនៃអំពើខ្មៅនិងសោកនាដកម្មរបស់អ៊ំប្រុសខ្ញុំបានคล้ายទៅជាមេរៀននិងជាការប្រមានដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារខ្ញុំវាបានបង្រៀនឲ្យពួកយើងដឹងថាពិភពអរូបីនិងអំពើខ្មៅងងឹតពិតជាមានឥទ្ធិពលនិងអាចបំផ្លាញជីវិតមនុស្សម្នាក់បានយ៉ាងងាយស្រួលប្រសិនបើយើងមិនប្រុងប្រយ័ត្នស្នាមញញឹមចុងក្រោយរបស់គាត់នៅលើដើមចានោះនឹងបន្តលងបន្លាយការចងចាំរបស់ខ្ញុំជារៀងរហូត